សួរបងប្អូនថ្ងៃនេះបង្ហាញពីវាញដាំដីបៀមទឹកដល់ពេលវាព្រៀងមកវាបៀមទឹកនៅនឹងវាចេញទៅណានេះស្លឹកក្រហមព្រោះស្លឹកក្រហមងាប់អត់ងាប់ទេវាលាស់ត្រួយមកទៀតគ្រាន់តែវាលូតលាស់យឺតជាងវាអត់បៀមទឹកអត់បៀមទឹកលូតលាស់លឿនជាងក្រហមដីបៀមទឹកដីវាភ្លៀងមកទឹកដក់ហ្នឹងចំការមិនចេះតែថតអាពេលវាស្អាតទេអត់ស្អាតក៏ថតឲ្យបងប្អូនមើលដែរបើខាងនេះអត់បៀមទឹកទេខាងនេះបៀមទឹកអញ្ចឹងវាអត់អីទេខាងនេះបៀមទឹកស្លឹកខ្លោចឆេះវាជ្រុកទឹកដល់ពេលខែប្រាំងមកវាអត់អីទេឡើងខៀវវិញវាអត់ងាប់ទេមកតែបៀមទឹកជាប់រាល់ថ្ងៃបៀមរាល់ថ្ងៃគឺលួយងាប់ហើយតែប្រមាបៀមមួយថ្ងៃពីរថ្ងៃវាស្រកទៅវិញនឹងអត់អីបាទអរគុណច្រើនបងប្អូនមានតែប៉ុណ្្នឹងទេវីដេអូ